តនីជាឡៃអង្គធួងអនិច្ចធម្មទៅភ្លាមសិស្សគុណនិងពុទ្ធបរិស័ទបានជួបជុំប្រជុំគ្នាធ្វើកិច្ចខមាទោសស្រង់ទឹកលាងសម្អាតនិងរៀបចំដង្កល់ប្រសពជាបឋមនៅព្រះវិហារជាន់ក្រោមវត្តពោធិ៍វាលហើយបន្ទាប់មកបានរៀបចំរំកើព្រះជាឡៃអង្គធួងអនិច្ចធម្មទៅភ្លាមសិស្សគុណនិងពុទ្ធបរិស័ទបានជួបជុំប្រជុំគ្នាធ្វើកិច្ចខមាទោសស្រង់ទឹកលាងសម្អាតនិងរៀបចំដង្កល់ប្រសពជាបឋមនៅព្រះវិហារជាន់ក្រោមវត្តពោធិ៍វាលហើយបន្ទាប់មកបានរៀបចំរំកើព្រះសពទៅតម្កល់នៅក្នុងសាលាធម្មសភាថ្មីនៅថ្ងៃទី20ខែកក្កដាឆ្នាំ2025ពិធីបុណ្យត្រូវបានរៀបចំដោយមានការស្វាធ្យាយព្រះអភិធម្មបង្សកូលនិងសម្ដែងប្រធមទេសនាជារៀងរាល់ថ្ងៃព្រមទាំងមានសិស្សគុណមកពីគ្រប់ទិសទីនៅកំដរព្រះសពជាប្រចាំក្រោមការណែនាំរបស់សម្ដេចព្រះមហាអរិយវង្សបណ្ឌិតយ៉នសេនជាតិគណៈកម្មការនិងអនុកម្មការទាំងឡាយត្រូវបានបង្កើតឡើងដើម្បីរៀបចំពិធីបុណ្យតក្កិណានុប្បទានគម្រប់7ថ្ងៃនិងដើម្បីរៀបចំមើលថែរក្សាព្រះសពនិងតម្កល់ព្រះសពក្រោយបុណ្យតក្កិណានុប្បទាន7ថ្ងៃបញ្ចប់ទៅរហូតដល់ថ្ងៃបុណ្យរំលាយព្រះសពត្រូវបានប្រារព្ធឡើងអង្គពិធីទាំងមូលជាទីគោរពថ្ងៃនេះគឺជាទិវាចុងក្រោយនៃពិធីបូជាសពព្រះអន្តមុនីអុកមុតដែលព្រះមន្ត្រីសង្ឃមន្ត្រីរាជការពុទ្ធបរិស័ទនិងសិស្សគុណទាំងឡាយបានរៀបចំឡើងដោយស្មារតីសាមគ្គីភាពឲ្យសមនឹងព្រះកិត្តិយសនិងគុណធម៌ដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គការខិតខំប្រឹងប្រែងទាំងអស់ដែលសិស្សគុណបានរៀបចំឡើងនាពេលនេះគឺជាការសម្ដែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅក្នុងនេតិចុងក្រោយមុននឹងប្រារព្ធពិធីបូជាព្រះសពប្រកបដោយសេចក្តីសោកស្ដាយនិងអាឡោះអាល័យបំផុតបបិទ្ធព្រះសពជាទីគោរពយើងខ្ញុំប្រកាសណាទាំងអស់គ្នាសូមក្រាបខមាទោសចំពោះរាល់កំហុសខុសឆ្គងទាំងឡាយដែលបានកើតឡើងដោយកាយនិងវាចាចិត្តទោះដោយចេតនាឬអចេតនាក្នុងកំឡុងពេលកន្លងមកសូមព្រះអង្គមេត្តាប្រទានអភ័យទោសដល់យើងខ្ញុំប្រកាសណាទាំងអស់គ្នាដោយសេចក្តីអនុគ្រោះសូមលើកមហាកុសលដែលកើតមានក្នុងឱកាសនេះឧទ្ទិសប្រគេនដល់ព្រះវិញ្ញាណក្ខន្ធព្រះអង្គសូមព្រះអង្គត្រេកអរអនុមោទនានៅមហាកុសលទាំងឡាយនេះនិងសូមបានទៅបដិសន្ធិក្នុងទីបរមសុខទេវលោកកំបីខានឡើយជាកិច្ចបញ្ចប់ទូលព្រះបង្គំខ្ញុំព្រះករុណាអាត្មាភាពតាំងនាមជួបមុខឲ្យគណៈកម្មការរៀបចំពិធីបុណ្យទាំងមូលសូមសម្ដែងអំណរគុណនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចព្រះអគ្គមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គទាំងពីរគណៈព្រមទាំងសម្ដេចឯកឧត្តមលោកជំទាវអ្នកអង្គញាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់និងពុទ្ធបរិស័ទទាំងអស់ដែលបានយាងនឹងនិមន្តនិងអញ្ជើញចូលរួមនិងឧបត្ថម្ភគាំទ្រពិធីបូជាព្រះសពនេះតាំងពីចាប់ដើមរហូតដល់ទីបញ្ចប់ប្រកបដោយស្មារតីកតញ្ញូតាធម៌និងសទ្ធាជ្រះថ្លាបំផុតសូមប្រគេនពរនិងជូនពរអង្គពិធីទាំងមូលសូមទទួលបាននៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតជាប្រការដទៃឡើយសូមអរព្រះគុណនិងអរគុណសូមអនុមោទនាជាឡៃអង្គធួងអនិច្ចធម្មទៅភ្លាមសិស្សគុណនិងពុទ្ធបរិស័ទបានជួបជុំប្រជុំគ្នាធ្វើកិច្ចខមាទោសស្រង់ទឹកលាងសម្អាតនិងរៀបចំដង្កល់ព្រះសពជាបឋមនៅព្រះវិហារជាន់ក្រោមវត្តពោធិ៍វាលហើយបន្ទាប់មកបានរៀបចំរំកើព្រះសពទៅតម្កល់នៅក្នុងសាលាធម្មសភាថ្មីនៅថ្ងៃទី20ខែកក្កដាឆ្នាំ2025ពិធីបុណ្យត្រូវបានរៀបចំដោយមានការស្វាធ្យាយព្រះអភិធម្មបង្សកូលនិងសម្ដែងប្រធមទេសនាជារៀងរាល់ថ្ងៃព្រមទាំងមានសិស្សគុណមកពីគ្រប់ទិសទីនៅកំដរព្រះសពជាប្រចាំក្រោមការណែនាំរបស់សម្ដេចព្រះមហាអរិយវង្សបណ្ឌិតយ៉នសេនជាតិគណៈកម្មការនិងអនុកម្មការទាំងឡាយត្រូវបានបង្កើតឡើងដើម្បីរៀបចំពិធីបុណ្យតក្កិណានុប្បទានគម្រប់7ថ្ងៃនិងដើម្បីរៀបចំមើលថែរក្សាព្រះសពនិងតម្កល់ព្រះសពក្រោយបុណ្យតក្កិណានុប្បទាន7ថ្ងៃបញ្ចប់ទៅរហូតដល់ថ្ងៃបុណ្យរំលាយព្រះសពត្រូវបានប្រារព្ធឡើងអង្គពិធីទាំងមូលជាទីគោរពថ្ងៃនេះគឺជាទិវាចុងក្រោយនៃពិធីបូជាសពព្រះអន្តមុនីអុកមុតដែលព្រះមន្ត្រីសង្ឃមន្ត្រីរាជការពុទ្ធបរិស័ទនិងសិស្សគុណទាំងឡាយបានរៀបចំឡើងដោយស្មារតីសាមគ្គីភាព
ឲ្យសមនឹងព្រះកិត្តិយសនិងគុណធម៌ដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គការខិតខំប្រឹងប្រែងទាំងអស់ដែលសិស្សគុណបានរៀបចំឡើងនាពេលនេះគឺជាការសម្ដែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅក្នុងនេតិចុងក្រោយមុននឹងប្រារព្ធពិធីបូជាប្រសពប្រកបដោយសេចក្តីសោកស្ដាយនិងអាឡោះអាល័យបំផុតបបិទ្ធប្រសពជាទីគោរពយើងខ្ញុំប្រកាសណាទាំងអស់គ្នាសូមក្រាបខមាទោសចំពោះរាល់កំហុសខុសឆ្គងទាំងឡាយដែលបានកើតឡើងដោយកាយនិងវាចាចិត្តទោះដោយចេតនាឬអចេតនាក្នុងកំឡុងពេលកន្លងមកសូមព្រះអង្គមេត្តាប្រទានអភ័យទោសដល់យើងខ្ញុំប្រកាសណាទាំងអស់គ្នាដោយសេចក្តីអនុគ្រោះសូមលើកមហាកុសលដែលកើតមានក្នុងឱកាសនេះអូទិសប្រគេនដល់ព្រះវិញ្ញាណក្ខន្ធព្រះអង្គសូមព្រះអង្គត្រេកអរអនុមោទនានៅមហាកុសលទាំងឡាយនេះនិងសូមបានទៅបដិសន្ធិក្នុងទីបរមសុខទេវលោកកំបីខានឡើយជាកិច្ចបញ្ចប់ទូលព្រះបង្គំខ្ញុំព្រះករុណាអាត្មាភាពតាំងនាមជួបមុខឲ្យគណៈកម្មការរៀបចំពិធីបុណ្យទាំងមូលសូមសម្ដែងអំណរគុណនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចព្រះអគ្គមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គទាំងពីរគណៈព្រមទាំងសម្ដេចឯកឧត្តមលោកជំទាវអ្នកអង្គញាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់និងពុទ្ធបរិស័ទទាំងអស់ដែលបានយាងនឹងនិមន្តនិងអញ្ជើញចូលរួមនិងឧបត្ថម្ភគាំទ្រពិធីបូជាប្រសពនេះតាំងពីចាប់ដើមរហូតដល់ទីបញ្ចប់ប្រកបដោយស្មារតីកតញ្ញូតាធម៌និងសទ្ធាជ្រះថ្លាបំផុតសូមប្រគេនពរនិងជូនពរអង្គពិធីទាំងមូលសូមទទួលបាននៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតជាប្រការដទៃឡើយសូមអរព្រះគុណនិងអរគុណសូមអនុមោទនា